ពីកន្លះទេណាអត់ដឹងហងក៏គាត់ថាមានកិច្ចលោកវល់ខ្ញុំក៏តែណាសូមអ្នកអស្ចារ្យពុកព្រាបដល់លោកព្រះទីដែលព្រះអង្គទីព្រាបសម្មាសម្ពុទ្ធហើយនឹងទីព្រាបអរគុណរួមទាំងព្រះធម៌និងព្រាបដែលយកសំស្មារតីជីវិតសពកាយសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអង្គម្ចាស់គ្រប់ព្រះអង្គមានសម្ដេចព្រះមហាសង្ឃរាជព្រះសម្ដេចព្រះមហាសង្ឃនាយកថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គគ្រប់ឋានានុក្រមទាំងអស់ក្នុងខេត្តបាត់ដំបងយើងនេះក្រោមមធិបតីភាពរបស់ព្រះអង្គគ្រូព្រះមេគុណខេត្តដែលព្រះអង្គជាអធិបតីសង្ឃជាសង្ឃនាយកជាដើមហើយនឹងសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលព្រះអង្គមានបតីខិតខំប្រឹងប្រែងណាស់ព្យាយាមនិមន្តមកដើម្បីគង់សិក្សាផ្ទាល់ក្នុងសាលារៀនសតិប្បដ្ឋានខេត្តបាត់ដំបងយើងនេះដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងជាទីបំផុតសូមគោរពចំពោះលោកគ្រូអ្នកគ្រូលោកតាលោកយាយលោកមីនិងអ្នកមីងបងប្អូនប្រុសស្រីពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងថ្ងៃនេះគឺជាថ្ងៃសៅរ៍មួយរោចហ្នឹងហើយមួយរោចពីព្រោះដឹងហើយពិសាបូជាម្សិលមិញ100ខែពិសាឆ្នាំមុំមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី1ទី2ខែឧសភាគ្រិស្តសករាជ2025ជាថ្ងៃដែលយើងព្រមជាមួយនឹងលោកម្ចាស់គ្រប់ព្រះអង្គចាប់ផ្ដើមនឹងការសិក្សាក្នុងសាលារៀនសតិប្បដ្ឋានខេត្តបាត់ដំបងយើងបន្តទៅទៀតពីព្រោះការស្ដាប់និងការសិក្សានេះមិនមានទីបញ្ចប់ទេនៅពេលណាដែលយើងមិនតន់អស់នៅអាសវៈមែនទេប៉ឡាកាលណាយើងនៅមានអាសវៈហើយដូច្នោះវាត្រូវនៅក្រោមសម្ពាធនៃអវិជ្ជាជាបច្ច័យរហូតដែលព្រះអង្គទ្រង់សម្ដែងនៅក្នុងបដិច្ចសុបាទមានអវិជ្ជានឹងឯងជាមូល
ចឹងយើងនៅតែស្ដាប់ព្រះអង្គយើងនៅតែសិក្សាព្រះអស់របស់ព្រះអង្គហើយចំពោះការដែលយើងមកសិក្សាមករៀនសូត្រក្នុងព្រះអស់របស់ព្រះអង្គហ្នឹងព្រះអង្គទ្រង់សម្ដែងប្រាប់យើងឲ្យដឹងទាំងអស់គ្នាថាដឹងណាព្រះអង្គទ្រង់សម្ដែងនៅក្នុងសង្យុត្តនិកាយនិទានវគ្គអភិសង្ឃអភិសម្មយណាអភិសម្មយសង្យុត្តព្រះអង្គទ្រង់សម្ដែងថាមនីភពគុណទាំងឡាយការអស់នៅអាសវៈតថាគតពោលចំពោះតែអ្នកដឹងនិងអ្នកឃើញទេមិនពោលចំពោះអ្នកដែលអត់ដឹងអត់ឃើញទេនឹងព្រះអង្គទ្រង់សម្ដែងអញ្ចឹងការអស់នៅអាសវៈទៅបានគឺព្រះអង្គពោលចំពោះតែអ្នកដឹងអ្នកឃើញទេមិនពោលចំពោះអ្នកដែលមិនដឹងមិនឃើញទេចឹងនៅក្នុងសាសនារបស់ព្រះអង្គនេះគឺដាច់ខាតឈួរនៅលើគោលការណ៍គឺការដឹងនិងការឃើញហ្នឹងបងឡាបើអត់មានការដឹងនិងការឃើញទេគឺអ្វីយើងជួបពុទ្ធសាសនាមែនតែអត់មានបានលះបង់អីទេព្រះអង្គទ្រង់សម្ដែងហើយតថាគតពោលចំពោះតែអ្នកដឹងអ្នកឃើញទេជាអ្នកតោភិក្ខវេបស្សតោអសវានੰខយ៉ាងវទាមិណោអជាអ្នកតោណោអបស្សតោតថាគតពោលនៅការអស់ទៅនៃអាសវៈចំពោះតែបុគ្គលដែលដឹងដែលឃើញទេមិនពោលចំពោះអ្នកដែលមិនដឹងមិនឃើញទេដឹងនឹងឃើញនេះមិនមែនដឹងព្រះបរិយត្តិទេណាមិនមែនឃើញព្រះបរិយត្តិទេណាដឹងដែលកើតឡើងអំពីការប្រតិបត្តិជាវិបស្សនាក្តីជាសមថវិបស្សនាក្តីឬក៏ដឹងដោយសតិប្បដ្ឋានក្តីដឹងហ្នឹងណាឃើញហ្នឹងក៏ដូចគ្នាគឺដឹងនិងឃើញហ្នឹងគឺសំដៅយកការដឹងនិងការឃើញដែលចេញអំពីការប្រតិបត្តិហ្នឹងហើយគឺឃើញការដឹងនៅសភាវៈដែលមិនមានសត្វវៈក៏ឃើញនៅសភាវៈតាមសេចក្តីពិតដែលមិនមែនជាយើងដែលមិនមែនជាអវ័យទាំងអស់គឺជាសភាវៈបរមត្តសុទ្ធសាធដូច្នោះបានជាធម៌ដែលព្រះអង្គទ្រង់សម្ដែងហ្នឹងគឺប្រជុំចុះនៅក្នុងតបរមត្ត4មែនទេ4ទី1គឺរូបបរមត្តចិត្តបរមត្តចេតសិកបរមត្តនិងនិព្វានបរមត្តហើយចំពោះចិត្តបរមត្តចេតសិកបរមត្តនិងរូបបរមត្តជាភូមិ3ជាភូមិ3
ដែលយើងថាទេភូមិកធរហ្នឹងណាហើយបើសិនជាយើងរួមទាំងព្រះនិព្វានមកទៀតវាជាភូមិ4គឺហ្នឹងហើយគឺត្រូវមានបដិបទារបស់ព្រះអង្គមួយដើម្បីទៅកាន់ព្រះនិព្វានចឹងទៅកូនចាស់យើងចាប់សេចក្តីនឹងឲ្យបានចឹងទៅអញ្ចឹងយើងកំពុងមកជួបព្រះអង្គហ្នឹងយើងត្រូវធ្វើអីយើងដឹងណាពីព្រោះព្រះអង្គសម្ដែងថាការអស់នៅកិលេសបានការឈប់ធ្វើនៅបាបបានការធ្វើនៅអំពើល្អបាននេះតលតែមិនមាននៅអកុសលមិនមាននៅកិលេសមិនមាននៅអកុសលមិនមាននៅកិលេសព្រះអង្គត្រាស់សម្ដែងថាពោលចំពោះតែបុគ្គលដែលជាអ្នកដឹងដែលជាអ្នកឃើញមិនពោលចំពោះអ្នកធ្វើបន់នេះណាយើងកុំច្រឡំពាក្យហ្នឹងមិនព្រះអង្គពោលចំពោះអ្នកចេះធ្វើបន់នេះមិនទេពោលចំពោះអ្នកដែលដឹងអ្នកដែលឃើញហើយដឹងនឹងឃើញនេះគឺដឹងឃើញមកពីការប្រតិបត្តិតាមអ្នកណាប្រតិបត្តិតាមអ្នកដទៃក៏បានតទៅប្រតិបត្តិតាមព្រះអង្គតែព្រះអង្គមានបដិបទាដើម្បីឲ្យយើងប្រតិបត្តិយល់ទេចាឃើញទេហ្នឹងហើយថាអញ្ចឹងក៏បានព្រោះព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះអង្គមានបតីមួយចំពោះតភពបុគ្គលចំពោះភពៈបុគ្គលរឿងបុគ្គលដតីទៀតនឹងជារឿងរបស់ខ្លួនឯងយល់ទេចាទីហោតដូចជាព្រះអង្គទ្រង់សម្ដែងបរិស័ទ4ពួកដូចជាផ្កាឈូកជំពូក1នៅក្នុងភក់ជំពូកទី2កំពុងតែចម្រើនដុះនៅក្នុងទឹកជំពូកទី3បានត្រឹមស្មើផ្ទៃទឹកហើយនឹងជំពូកទី4ផុតពីទឹកតើព្រះអង្គទ្រង់សម្ដែងចំពោះអ្នកណាចំពោះតែអ្នកផុតពីទឹកទេហើយសម្ដែងបធរដែលព្រះអង្គសម្ដែងដូចជាព្រះអាទិត្យព្រះអាទិត្យគឺសម្រាប់ឲ្យតែឈូកដែលចេញផុតពីទឹកឯរីអ្នកនៅក្នុងទឹកគឺជារឿងរបស់ខ្លួនយើងខំប្រឹងខ្លួនយើងទៅធ្វើម៉េចឲ្យផុតចេញផុតមិនមែននៅលើព្រះអង្គឲ្យចេញផុតពីទឹកទេនៅលើយើងយល់ទេចាបើយើងបដិបត្តិឲ្យទៅនៅក្នុងទឹកទេឲ្យព្រះអង្គធ្វើអីកើតក៏ព្រះអង្គដូចជាពន្លឺព្រះអាទិត្យចាគឺឲ្យទៅចម្ពោះនៃផ្កាឈូកដែលផុតអំពីទឹកយល់ទេចាយល់ទេមានយល់ដែរអ្នកយល់ដែរហ្នឹងឧទាហរណ៍ដូចជាយើងមើលព្រះអង្គត្រូវសម្ដែងប្រុសដល់មេគុណឌិយៈព្រាហ្មណ៍មណៈនិងព្រាហ្មណ៍ណែពីអ្នកប្តីប្រពន្ធណាឃើញព្រះអង្គចឹងចង់លើកកូនស្រីឲ្យព្រះអង្គចុះព្រះអង្គស្អាតហើយព្រះអង្គប្រមាមើលទៅឃើញថាបើព្រះអង្គទ្រង់សម្ដែងនៅពធប្រុសមេគុណតិយៈព្រាហ្មណ៍និងព្រាហ្មណីសម្រេចជាព្រះអរិយបុគ្គលអនាគាមីបុគ្គលតែនាងមេគុណតិយៈធីតានេះត្រូវធ្លាក់នរកអញ្ចឹងព្រះអង្គត្រូវធ្វើម៉េចព្រះអង្គគិតធ្វើម៉េចសម្ដែងឬក៏មិនសម្ដែងសម្ដែងរឿងនេះឯងធ្លាក់នរកគឺរឿងនេះឯងតែព្រះអង្គត្រូវតែប្រុសអ្នកណាដែលមានឧបនិស្ស័យតាមព្រះអង្គត្រូវតែព្រះអង្គយកទៅរឿងនេះឯងធ្លាក់នរកដោយសារល្មិចរឿងនេះឯងណាប់តនេះចឹងនេះពុទ្ធសាសនាចឹងណាសមាលី
Chẳng dương tới khom tật đo khom prâng prâng prang thưa mấy tật đo thưa mấy ơi rụi thoát ẩm kỳ tực đã bấy một tật tu nở bình lứ phải ạc tịch dựa lên chứ dương mà sắc xa riêng số nếu dương không tật đo máu nè không tật đo lút đó nè lút đã bấy ở trên phật vị tức đã bấy tật tu nở thom mà rô cứ chia cầm đau phải ạc tịch mình nó hơi nâng rít lại vô bàn đấy cô chả cái gì đó là dân vô trên tập ban dân khơi thà mà sao mình để chỉ thức ngày mẹ bố chia chia thức ngày chỉ thức ngày bị xa bố chia thức ngày bị xa bố chia nó cứ chia thức ngày để bỏ ăn cà ra rung lực vậy cứ chỉ thức ngày để giờ trời bỏ ăn cà ra rung lựcแต่ถ้ากวดนะประโสดมาเป็นประโสดดับไปมาเคยใส่ไทยมาสดักมหาศาลแล้วก็โลกนี้ตินะประโสดมาดับไปตระดังดับไปรู้พอดอมปีนิ่มระบอกเกลเลยไม่เนาะเป็นไงให้ประโสดมานี้ให้ไอ้ดับไปตระดังคือดับไปประเดนับเปลี่ยนมันเอาไอ้เมียนขันปัญจกะบอนต่อนี่ทั้งไงมาสอนมันนั่นคือจีทั้งไงได้เยอะตระลึกเนื้อไว้ได้พระองค์ตรงตุกเชื่อพอต่างเอาเยอะนะการมานี่เป็นการมาซ้อมได้ซ้อมลุยซ้อมไอซ้อมทมซ้อมสดักนเมินไอเตคือการมาอยู่ชีวิตในการมาเนี่ยดำไปอ่อยบานเยอะก็บานสำเร็จเมียพอไม่เนาะไอ้รุ่ยพอดอมปีปวดถอยชวนพออ๋องเป็นเวลทะเลาะมาวิ่งโดยมันเมียนประเดสันติแต่ยังคอมแปลงเธอไม่ก็มาอ่อยเมียนแต่การอบายภูมิเป็นยังเนี่ยได้เป็นตะการมาอย่าภูมิบ้านเชื่อปฐอยจุนเนี่ยเชื่อเป็นอะไรเยอะเชื่อเป็นอะไรเยอะเป็นอะไรเยอะขนาดไหนขนาดสาวตาปานบุคคลอยู่เลยยังเป็นจังจิตไงได้พออังคารดำเลิกก็คอมพลิกขลุ่นจูบแต่ทางกวดคอมพลิกขลุ่นนั่งไอ้กองประมาทกองพลิกขลุ่นตรึมีอันสมาร์ได้จอบเชียนนี่คือไงโดยเฉพาะองค์พระดำในเปได้จงคราวได้มุนพระในเปลี่ยนต่างแต่ถ้ากดนังดักตื่นในเนี่ยต่างหลายเมนแต่พระองค์ประกาศดักตื่นสมัยที่ฉันนอนดังเต้อะไรนั่นก็พุ่งแต่ดักตื่นนะมันเนาะทั้งไงมาสอนmình nó cứ chỉทั้งไงได้พระองค์ดักตื่นเจอนะเนี่ยแต่ถ้ากดดักตื่นเนี่ยต่างหลายนะสังขารต่างหลายเรื่องไม่วินเนี่ยตัวจิตธรรมดาไอ้สังขารเราโทษต่างหลายบ้านเราเลยchất chế tự sự rượu kiểu nhé chia rượu bật thó chia niềm bật thó mình đấy nè ai dơ ra từng ấy không phải chấm ra nào bị pasana đâm bấy khơi như rượu bật thó đến niềm bật thó để ót miền giờ hãy đăng rượu bật thó đừng niềm bật thó hay rượu bật thó đừng niềm bật thó bọn xâm này ta mi sĩ cái đây vị nè tới chia thò mà đã cứ vì nè ta đôi em này ấy đôi ông này chia chia rỉa chia thiết đang mua rồi nè chân miền riêng ấy nơi đại đại vừa lấy chứ chẳng bị trêu phá bắt đầu ạ cả na dương ọt miền dịch đây phía khuôn thế dương sườn xóm này tại cá tát tại dương sườn xóm tại riêng cá tát tại
ដើម្បីឲ្យបានជារាជាធិនឹងមរណៈមកមេរណៈមកដដែលបន្តទៅចឹងកាយអូនឯងត្រូវយំប្រមាណទៀតមួយជាតិយំប្រមាណដងតាំងពីតូចមកត្រូវហើយខ្ញុំសំគណៈបានរតនាមកគឺថាគឺសង្ខារហ្នឹងវាមានសង្ខារតតែងនៅក្នុងភូមិ3និងសង្ខារដែលតតែងនៅក្នុងភូមិ4ដែលមានដំណើរទៅកាន់ពេលនិព្វានហ្នឹងកូនចាហើយយើងរាល់ថ្ងៃយើងត្រូវដឹងខ្លួនអញ្ចឹងណាកូនចាដឹងខ្លួននឹងឯងត្រូវហើយត្រូវទៅចែកឲ្យថាលើកំពុងជួបនឹងព្រះសម្មាសម្ពុទ្ធយើងតតែងទៅរកភពទៀតឬយើងតតែងទៅរកព្រះនិព្វានដឹងដោយខ្លួនឯងលោកចាប៉ុន្តែចំណេះចេះដឹងហ្នឹងវាបានមកអំពីការស្ដាប់ព្រះអង្គការស្ដាប់ពីព្រះអង្គបញ្ញាបញ្ញត្តិកណានឹងឯងព្រោះសង្ខារតតែងនៅក្នុងភូមិ4នោះកប់ទៅដោយបញ្ញាកប់ទៅដោយអរិយមគ្គប្រកបដោយអង្គ8ប្រការនៅក្នុងហ្នឹងជាលោកយៈបើចានឹងឯងចឹងបានជាយើងជួបគ្នាម្ដងយើងតែងតែលើកគោលការណ៍ប្រអស់របស់ព្រះអង្គនឹងមកអំណះអំណាងប្រាប់គ្នាឲ្យដឹងព្រះអង្គសម្ដែងថាបើយើងតតែងទៅនៅក្នុងភពជាតិជរាព្យាធិមរណៈដដែលទេណាមានរឿងអីនឹងរួចផុតចាកទុក្ខបានមែនទេឃើញទេអនេកជាតិសង្សារៈសន្ធាវិសង្ឃអនិព្វសង្ឃខការੰកវេសន្តោទុក្ខាជាតិពុណាការតថាគតរវល់តែពីរឿងស្វែងរកមិនស្វែងរកនៅពោធិញ្ញាណហ្នឹងណាឃើញទេដូចថាកាលដែលព្រះអង្គនៅស្វែងរកនៅព្រះពោធិញ្ញាណហ្នឹងណាមិនតាន់បានត្រាស់ដឹងទេមិនចឹងហ្នឹងអញ្ចឹងព្រះអង្គមិនបានជួបនៅអ្នកធ្វើផ្ទះគឺតណ្ហាឃើញទេដល់តែអញ្ចឹងទៅរវល់តែត្រែកអង្គត់ណែតដងនៅក្នុងវដ្តសង្សារនឹងឯងអស់កាលដ៏យូរអង្វែងណាស់ច្រើនណាស់ហើយព្រះអង្គទ្រង់សម្ដែងថាជាតិគឺការកើតគឺជាទុក្ខរឿយព្រះអង្គទ្រង់ប្រកាសអញ្ចឹងជាតិហ្នឹងកាលណាជាតិវាមានជារាវាមានព្យាធិវាមានមរណៈឃើញទេការកើតហ្នឹងគឺជាទុក្ខរឿយអញ្ចឹងការតតែងទៅរកភពនោះវាបានទៅទុក្ខនឹងរឿយមកហ្នឹងមែនទេហ្នឹងឯងនេះព្រះអង្គទ្រង់សម្ដែងចឹងបានជាថ្ងៃម្សិលមិញហ្នឹងវាមានអ្នកខត្តរិក3ប្រការគឺព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងនិងព្រះអង្គបរិនិព្វានព្រះអង្គប្រសូតនៅថ្ងៃណាថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃ
kia để sốt đấy cho nên sốt ngày ngày sọc năm nè năm rokaត្រូវចាំទៅថ្ងៃសុក្រឆ្នាំរកា15កើតខែពិសាឆ្នាំរកានឹងឆ្នាំរកាឆ្នាំចប្រសូតឆ្នាំចបដិសន្ធិបានឆ្នាំរកាត្រូវហើយយល់ទេចឹងស្ដាប់បានទេចឹងអញ្ចឹងប្រសូតនៅថ្ងៃសុក្រមិនថ្ងៃប្រហ័យថ្ងៃសុក្រយើងមើលតាមថ្ងៃសុក្រ15កើតខែពិសាឆ្នាំចនឹងព្រះអង្គបដិសន្ធិព្រះអង្គទ្រង់ប្រសូតណាដំណើរនេះព្រះអង្គប្រសូតមកស្អីដែលកើតជាមួយនឹងការប្រសូតជាមួយនឹងព្រះអង្គមាន7ទី1គឺអីយើងរាប់មនុស្សសិនទៅហ្នឹងមនុស្សគេមួយហ្នឹងគឺនាងពនាងពិមពាម្ដាយរាហុលតបមកព្រះអនន្តបន្ទាប់មកកាលៈទេយីហើយនឹងឆាណាមាត4ឃើញទេម្ដាយរាហុលយៈសោធិរាណាពិមពាព្រះអនន្តកាលៈទេយីហើយនឹងឆាណាមាត4នាក់ហើយបានសេះកណ្ដកៈមួយទៀត5ហើយពពោធិព្រឹក6ហើយនឹងកំដប់ត្រប់7កើតដំណើរព្រះអង្គប្រសូតមែនទេពេលកើតដំណើរព្រះអង្គប្រសូតពេលដែលព្រះអង្គប្រសូតព្រឹបភ្លាមមកអ្នកណាទទួលមុនគេមហាព្រហ្មព្រហ្មមិនទទួលមុនគេបាទព្រហ្មនឹងតហ្មងអត់មានស្រីអត់មានប្រុសព្រហ្មនោះទទួលមុនគេហើយបានយកទៅថ្វាយដល់ព្រះមេដាឲ្យឃើញថ្វាយពីមេដាទៅរួចហើយបានបន្តមកបានស្ដេចចាតមហារាជការទាំង4ស្ដេចទាំង4ណាចាតមហារាជការហ្នឹងទទួលព្រះអង្គបន្តពីព្រហ្មនឹងហើយស្ដេចចាតមហារាជការទទួលហើយទាំងបានបន្ទាប់មកបានភិលៀងមនុស្សយើងឯងទទួលពីស្ដេចចាតមហារាជការនៅពេលนั้นនៅដៃលើពួកភិលៀងដែលទទួលនឹងនៅដៃហ្នឹងព្រះអង្គសម្រោតចុះមកប្រថាប់ឈរនឹងប្រថាប់ឈរនេះសេចក្តីអស្ចារ្យនៃបុណ្យដែលតាក់តែងកំណើតមហាបុរសហ្នឹងវាខុសប្លែកពីគេអញ្ចឹងបងប្រថាប់ឈរមានប្រភេទទៅទិសខាងកើតហើយនៅពេលហ្នឹងពួកទេវតាទាំងឡាយហ្នឹងបានប្រកាសមកថាបបិទ្ធព្រះកុមារ
នៅក្នុងលោកនេះឥឡូវនេះមានអ្នកណាប្រពៃប្រសើរស្មើនឹងព្រះអង្គទេវាអត់មានណាអត់មានហើយនៅពេលហ្នឹងក៏ព្រះអង្គបែរវិភាគទិសខាងកើតដែរបានព្រះអង្គប្រមើលមើលទិសទាំង10មើលទិសទាំង10ទាំងលើទាំងក្រោមទាំងអស់ជុំវិញទាំងអស់ហ្នឹងឃើញទាំងអស់ហើយបានព្រះអង្គងាកទៅខាងទិសខាងជើងផងបែរវិភាគពីកើតមកខាងជើងវិញហើយក៏ចាប់ឈានអស់7ជុំហ៊ានទៅហើយក៏ព្រះអង្គទ្រង់ប្រកាសនៅអភិសមាចារអភិសមវាចាសមាវាចាប្រកាសមកថាអាត្មាអញគឺកំពូលនៅក្នុងលោកប្រសើរជាងគេនៅក្នុងលោកចម្បងជាងគេនៅក្នុងលោកគឺជាតិនេះគឺជាជាតិចុងក្រោយហើយព្រះអង្គមិនមានបដិសន្ធិបន្តព្រះអង្គកាត់តាំងពីកន្លែងនឹងមកទៅនឹងកន្លែងប្រសូតនោះគឺអញ្ចឹងហើយដល់តែតរៀងប្រវត្តិបានមកដល់ថ្ងៃត្រាស់ដឹងហ្នឹងត្រាស់ដឹងនៅថ្ងៃព្រោះហោះថ្ងៃពុទ្ធពុទ្ធបាទអញ្ចឹងថ្ងៃប្រសូតថ្ងៃសុក្រត្រាស់ដឹងថ្ងៃពុទ្ធចឹងទៅខុសក្នុងកពីហ្នឹងហើយនៅកាន់យុទ្ធទៅថ្ងៃពុទ្ធត្រូវហើយត្រូវថ្ងៃពុទ្ធខែវិសាខឆ្នាំបាទរកាចកាបាទហ្នឹងបាទចហ្នឹងប្រសូតហើយណាមកសាំងត្រូវហើយហ្នឹងហើយជាងថ្ងៃពុទ្ធ15កើតខែពិសាខឆ្នាំរកាហើយការត្រាស់ដឹងនេះអស់យ៉ាងហើយមុននឹងបានត្រាស់ដឹងព្រះអង្គតតាំងជាមួយនឹងមេរាធិរាជសម្បើមតរំនឹងបានត្រាស់ដឹងយើងមើលពុទ្ធប្រវត្តិសាមើលពុទ្ធប្រវត្តិបន្តិចទៅដើម្បីឲ្យចាំប្រវត្តិព្រះអង្គដើម្បីវារុញច្រានឲ្យយើងជ្រះថ្លាក្នុងការប្រតិបត្តិតាមមិនងាយបានជួបព្រះអង្គណាតែយើងមិនមើលទេយើងអត់ដឹងអញ្ចឹងទៅយើងមើលគាថារបស់ព្រះអង្គវាអត់មិនសូវជាឌូតទេឲ្យយើងឃើញអស្ចារ្យការត្រាស់ដឹងរបស់ព្រះអង្គនឹងមិនធម្មតាទេពុះពៀក្រៃលែងណាស់យល់មើលហើយមុននឹងបានត្រាស់ដឹងធ្វើទុក្ខកិរិយាអស់6ព្រះវស្សាអត់ឆាន់អត់អីរហូតដល់បញ្ញវគិរត់ចោលអស់លីនឹងហើយបែរជាឆាន់មកវិញមក
ហើយមិនមានអីទេយើងមើលទៅព្រះអង្គទ្រង់យាងពីអាស្ទឹងនៃរញ្ញរានឹងមកកាន់ដើមព្រះពោធិ៍ហ្នឹងធម្មតាជួបជាមួយនឹងសោថយៈទទួលស្បូវបាន8ក្តាប់ហ្នឹងមកដល់តម្រង់ព្រះពោធិព្រឹក្សហ្នឹងបតិសិនព្រះពោធិព្រឹក្សទ្រង់គង់ប្រថាប់នៅទិសដែលវាអត់ត្រូវសំណុំផងឡាវាដូចបាសអញ្ចឹងដូចក្តារកលមួយចង្កៀងទៅយើងជន់នេះអានេះបាសអញ្ចឹងផែនដីដូចកលាប់អញ្ចឹងព្រះអង្គសម្ដែងថាមិនជាកន្លែងត្រាស់ដឹងព្រះអង្គបតិសិនទៀតវិលរហូតដល់ទិសខាងកើតផ្នែកទិសខាងកើតនៃព្រះពោធិព្រឹក្សព្រះអង្គទ្រង់ប្រថាប់នៅហ្នឹងវានឹងវាស្មើអញ្ចឹងព្រះអង្គដឹងថាអូកន្លែងហ្នឹងគឺពុទ្ធមុនត្រាស់ដឹងកន្លែងហ្នឹងបានព្រះអង្គចាប់យកស្បូវហ្នឹងទៅក្រាលនៅគល់ព្រះពោធិព្រឹក្សហ្នឹងក្រាលវុបមកបលាំងផុសវុបតែម្ដង14ហាន់ចឹងក៏ព្រះអង្គទ្រង់គង់ប្រភ្នែកនៅលើបល្ល័ង្កនឹងឯងដែលមានស្បូវភ្លៀងហ្នឹងនៅលើបល្ល័ង្កនឹងស្រេចហ្នឹងតែម្ដងហើយមានរាធិរាជមកដណ្ដើមយកបល្ល័ង្កនឹងឯងរហូតដល់ទីបំផុតផងអាចកម្ចាត់មេនឹងឯងបានហើយក៏ដោយអានាបានសតិកម្មដ្ឋានដែលលោកបានបឋមឈានធ្លាប់បានបឋមឈានកាលដែលអង្គនៅជាកុមារបាទនៅក្រោមដើមព្រីងព្រះអង្គបានបឋមឈានតាំងកាលហ្នឹងឯងព្រះអង្គកាន់យកនៅអានាបានសតិកម្មដ្ឋានបានបឋមឈាននឹងជាបាតចម្រើនរហូតដល់ចតុតឈានហើយចតុតឈានហ្នឹងយកចតុតឈានហ្នឹងជាបាតទៅកមកដើម្បីញាណទេសនៈពីដើម្បីញាណទេសនៈនឹងចេញពីកម្ចាត់បងមេហើយនៅបឋមឈានបាននៅពុពេនិវាសានុសតិបឋមឈានបឋមយាមបាននៅពុពេនិវាសានុសតិហើយក៏ព្រះអង្គយកចតុតឈាននឹងជាបាបទៀតជាបាបនៃញាណទេសនៈញ៉ាំងនៅនេះចតុបាបតញ្ញាណតញ្ញាណនឹងចុតិនឹងឯងទេពចក្ខុបាននៅញាណនឹងឯងនៅក្នុងបច្ឆិមយាមហើយដល់តែបានបច្ឆិមយាមដឹងសត្វទាំងឡាយប្រព្រឹត្តមិនស្លាប់ទៅវិញយ៉ាងម៉េចកើតវិញយ៉ាងម៉េចដឹងច្បាស់លាស់បានព្រះអង្គចាប់យកចតុតឈាននឹងជាបាតមកទៀតចតុតឈាននឹងពិចារណាជាបាតនៃញាណទេសនៈមិនគិតតែត្រឹមតែអភិញ្ញាទេរហូតដល់មគ្គផលទៅទៀតនោះដល់មគ្គផលទៀតដល់តែបច្ឆិមយាមគឺបាននៅអាសវៈខយញ្ញានៅពេលហ្នឹងសัพពយុត្តញ្ញាណបានកើតមកតែម្ដងនៅពេលដែលរុនរះហើយយើងមើលលំដាប់ទាំងអស់ហ្នឹងដែលអស់នៅអាសវៈទៅបានតើមគ្គកើតដែរអត់កើតមគ្គកើតអាស្រ័យអីអាស្រ័យវិបស្សនាឃើញទេអត់មានវិបស្សនាទេអត់មានមគ្គទេឃើញទេតែនៅមគ្គកើតផលកើតឃើញវារហូតដល់ផល
សោតាបតិផលសក្តិគិមិផលអនាគិមិផលអរហត្តផលនេះអរហត្តផលនេះបានស្មើនឹងអសវៈខយាញ់ញាណខយញ្ញាណហ្នឹងខយញ្ញាណហ្នឹងគឺស្មើនឹងអរហត្តផលអរហត្តផលនេះបងបានសម្រេចជាព្រះរហន្តផងជាព្រះសម្មាសម្ពុទ្ធផងហើយដល់បានជាព្រះរហន្តផងជាព្រះសម្មាសម្ពុទ្ធផងបន្ទាប់មកព្រះអង្គគង់នៅលើនឹងណានៅនឹងមហាស្ថាន7កន្លែងណាមិនចឹងត្រាស់ដឹងនៅលើរតនបល្ល័ង្កក្រោមពោធិព្រឹក្សព្រះអង្គគង់នៅនឹងមួយសប្តាហ៍មែនទេសប្តាហ៍ទី2ព្រះអង្គយាងទៅកាន់ទិសពាយប់អនិមិសកចេតីអនិមិសកចេតីមកអនិមិសកចេតីដោយសារគឺចលែងមួយដែលព្រះអង្គមិនប្រព្រឹត្តភ្នែកសម្លឹងបល្ល័ង្កនឹងព្រះពោធិព្រឹក្ស7ថ្ងៃអត់ប្រព្រឹត្តភ្នែកសម្លឹងមកនៅទិសពាយប់នឹងឯងសប្តាហ៍ទី3បានព្រះអង្គចេញពីអនិមិសកចេតីមកកាន់ចង្ក្រមចេតីបងចង្ក្រមនោះនៅចន្លោះអនិមិសកចេតីនិងរតនបល្ល័ង្កទៅមកចង្ក្រមអត់ឈប់អីណា60ហត្ថ60ហត្ថទៅមកទាំងយប់ទាំងថ្ងៃហ្នឹងអស់មួយសប្តាហ៍បានចូលសប្តាហ៍ទី4ព្រះអង្គយាងទៅទិសពាយប់ហ្នឹងចេតិយមួយហ្នឹងគេថាមានចេតិយកាយក៏តាមពិតអត់ទេតាមពិតវាជាកន្លែងមួយដែលព្រះអង្គទ្រង់ពិចារណានៅព្រះពិធម្មមហាប្រធានអីទាំងអស់ព្រះវិធម្មមហាប្រធានអីទាំងអស់ហ្នឹងមួយអាទិត្យហ្នឹងគេហៅថាខរិរតនចេតីហើយតាមនិយាយថាមានប្រាសាទកែវទេវតាជប់ក៏តែអត់មានទេតាគឺសំដៅខរិរតនចេតីនេះកន្លែងដែលព្រះអង្គទ្រង់ពិចារណានៅព្រះអភិធម្ម7កពីទាំងអស់ខូរោខរិរតនចេតីដល់ទៅជាប់ពីសប្តាហ៍ទី4ទៅបានព្រះអង្គឆ្លងស្ទឹងនេរញ្ញរាទៅត្រៃកណោឆ្លងតាមណាមិនដឹងទេគាត់តែព្រះអង្គឆ្លងទៅទីខាងកើតវិញគាត់ចាទីខាងកើតទៅពោធិព្រឹក្សមកទៅអច្ឆបាលនិក្រោធតាមជ្រៃអច្ឆបាលនិក្រោធណាកន្លែងហ្នឹងកន្លែងជ្រក់របស់អ្នកកង្វៀលឈាមហ្នឹងគេជ្រក់នៅហ្នឹងព្រះអង្គទៅគង់នៅហ្នឹងមួយសប្តាហ៍នៅដើមជ័យហ្នឹងរឿងរ៉ាវតែម្ដងមេក៏ចាមេដែលចាញ់ព្រះអង្គហើយហ្នឹងមកនឹងដើមជ្រៃហ្នឹងតែម្ដងមកដល់វាដូចទៅព្រះអង្គបានកសាងបារមីខ្លួនឯងវាអត់បានកសាងបារមីអីអញ្ចឹងបល្ល័ង្កមិនត្រូវបានខ្លួនអីសង្កត់សងាត់អូដៃនឹងគុកដៃក៏វេមក៏វាមប្រមាណឆ្នោតពេញក៏វានឹងឯងគឺនេះហើយក៏ទៅដល់វិមានវិញហ្នឹងបានកូនស្រី3នាក់នាងតណ្ហានាងរិគីហ្នឹងហើយអរតីហ្នឹង3នាក់ហ្នឹង
ឃើញលពុកគេសងត់ស្ងាត់ហ្នឹងគេថាអ្នកណាធ្វើឲ្យពុកសួរផ្សាសួរទៅដឹងសពព្រឹកមកតែម្ដងហ្នឹងមកដួលព្រះអង្គហ្នឹងនៅនឹងអច្ចបាលនិក្រូតហ្នឹងឯងនៅអច្ចបាលនិក្រូតរឿងក្រៅសិទ្ធិមេធីតាមេធីតា3នាក់ណាប៉ុន្តែព្រះអង្គមានបានមើលអីអ្នកឯងធ្វើអីធ្វើទៅព្រះអង្គមានបានមើលអីរួចហើយក៏ត្រឡប់ទៅវិញគ្មានបានអីទេសប្តាហ៍ទីចេញពីទី5ទៅចូលទី6ហ្នឹងទី6នេះវាត្រូវឆ្លងពីស្ទឹងនិរញ្ញរាទៅទិសខាងត្បូងទៀតមុនចេញពីខិរតនចេតិយមកឆ្លងស្ទឹងនិរញ្ញរាទៅកាន់អច្ចបាលនិក្រូតហើយដល់ចេញពីអច្ចបាលនិក្រូតបងឆ្លងស្ទឹងនិរញ្ញរាទៅទិសខាងត្បូងនៃពពោធិព្រឹក្សនោះទិសខាងត្បូងកន្លែងហ្នឹងមានដើមមុជលិនមួយមានដើមមុជលិនប៉ុន្តែយើងនិយាយឲ្យស្រះមុជលិននោះក៏ចាតាមពិតដើមមុជលិនព្រះអង្គគង់នៅនឹងឯងតាំងព្រះអង្គគង់ពុកមេឃនេះវាស្អាប់រងភ្លៀងមកសែនភ្លៀងលលឹមយករហូតចឹងបានជានាគមុជលិននៅនឹងនៅស្រះមុជលិនហ្នឹងបាននិមិត្តមកជានាគហ្នឹងបានមកចេញខ្លួនមកពេនពាត់ជុំវិញព្រះអង្គ7ភ្នែនយល់មើល7ភ្នែនផុតបាត់ហើយបានពពីលនាគហ្នឹងបាំងពីលើចឹងព្រះអង្គនៅក្នុងហ្នឹងដូចយើងនៅក្នុងផ្ទះអញ្ចឹងហ្នឹងហើយកន្តែយើងធ្វើរូបពុទ្ធបដិមាយើងដាក់នៅលើភ្នែនតាមពិតនៅក្នុងភ្នែនហ្នឹងហើយភ្នែនរបស់នាគបុជលិនហ្នឹងឯងអញ្ចឹងទៅដើម្បីឲ្យព្រះអង្គនឹងមានកម្ដៅមិនរងាមិនអីហើយដល់តែគ្រប់7ថ្ងៃបាននិមិត្តជាមាននុកមកថ្វាយគុំព្រះអង្គហ្នឹងបានបន់បន្តិចទេនាគហ្នឹងឃើញទេហើយចេញអំពីមុជលិនចេតិយហ្នឹងបានទៅខាងត្បូងទៀតទៅខាងត្បូងទៀតទៅកាន់រាជារតនចេតិយដើមកេះហ្នឹងដើមកេះនៅព្រះអង្គគង់ហ្នឹងនៅសប្តាហ៍ទី7ហើយប្រមាណ7ដងហ្នឹង49ថ្ងៃគ្មានបានធ្វើអីទេបត់ជើងបត់ដៃអីឆាន់ខ្ពូមាត់អីអត់ដែលទេពិចារណាធររហូតមានតែចេតិយមួយខរិរតនចេតិយទេព្រះអង្គទ្រង់សើរើពិចារណានៅព្រះអភិធម្ម7កពីផុតប៉ុណ្ណឹងចិញ្ជ្រុំបដិច្ចសុបាតដោយអនុលោមបដុលោមដើម្បីរួផ្លូវណាដែលមកដឹកនាំសត្វលោកឲ្យរួចផុតចាកទុក្ខគិតមើល6សប្តាហ៍ព្រះអង្គស្រាវជ្រាវរូបមន្តហ្នឹងឯងឃើញទេយើងមើលយើងដឹងអញ្ចឹងបានយើងដឹងថាអូការជួបជាមួយព្រះអង្គនេះក្រណាស់បើយើងមកជួបនៅព្រះអង្គរវល់តែមកសុបាយជាមួយនឹងអីផ្សេងអូយមិនសមទេនឹងគឺតម្រាំត្រាស់ដឹងហើយខំប្រឹងប្រែងឆ្លេចឆ្លីរកផ្លូវណាដែលមកសម្ដែងប្រាប់ឲ្យសត្វលោកបដិបត្តិតាមបានរួចផុតចាកទុក្ខដោយព្រះអង្គដែរចិញ្ចឹមនឹងរឿងបដិច្ចសុបាតនឹងឲ្យមែនតែឃើញទាំងអនុលោមទាំងបដិលោមឃើញដល់តែព្រះអង្គពិចារណាស្រាវជ្រាវទៅបានឃើញផ្លូវមួយគត់គឺអរិយមគ្គប្រកបដោយអង្គ8ប្រការឃើញទេសមាលីឯងគិតមើលហើយមនុស្សធម្មតាទៅមានផ្លូវមកពីណា
ហើយព្រះអង្គខំប្រឹងនឹងខំប្រឹងឲ្យអ្នកណាខំប្រឹងដើម្បីតែយើងនឹងដែលអ្នកមានទុកហ្នឹងរឿងព្រះអង្គរួចហើយតាតែព្រះអង្គរវល់ជាមួយនឹងសត្វលោកនឹងខ្វល់ខ្វាយហើយសត្វលោកនឹងមានខ្វល់ខ្វាយរឿងទុករបស់ខ្លួននេះគិតតែរឿងចង់មានគិតតែរឿងចង់ស្រួលគិតតែរឿងចង់ធំគិតតែរឿងចង់ឈ្នះក៏គិតតែរឿងចង់ល្មិចទាំងអស់ទាំងមនុស្សទាំងទេវតាតែព្រះអង្គខំប្រឹងធ្វើម៉េចឲ្យសត្វលោករួចផុតចាកទុកដោយផ្លូវណាខំឆ្លិចឆ្លីទន្រំនឹងឃើញពិតប្រកបហើយគូចាគឺត្រូវថាចំឈ្មោះនឹងហ្មងគូចាកណាណាកណាទ្វាព្រះនិព្វានហ្នឹងទ្វាព្រះនិព្វានហ្នឹងគឺព្រះអង្គទ្រង់លើកយករឿងនឹងឯងមួយមកហ្នឹងគូចាហ្នឹងហើយបានជាយើងមកសិក្សាដល់ថ្ងៃហ្នឹងយើងមកសិក្សាមកឆ្លិចឆ្លីឲ្យយើងថាយើងប្រតិបត្តិធ្វើម៉េចឲ្យវាត្រូវនឹងអរិយមគ្គប្រកបដោយអង្គ8ប្រការកុំឲ្យវាធ្លាក់ចូលក្នុងផ្លូវអមព្រោះវាមានផ្លូវអមកូនចាស់អរិយមគ្គទៅវាខ្លាចធ្លាក់ណាស់នឹងបានព្រះអង្គរកឃើញហ្នឹងរកឃើញដោយសារពិចារណាអស់6សប្តាហ៍មែនទេយើងដកសប្តាហ៍មួយចេញព្រះអង្គរកឃើញពិតប្រកបហើយបានព្រះអង្គចេញអំពីរាជាយតនៈចេតិយគឺកែងត្បូងនៃព្រះពោធិព្រឹក្សឆ្លងស្ទឹងនៃរញ្ញរាមកអច្ចបាលនិក្រូធដដែលឃើញទេឆ្លងស្ទឹងនៃរញ្ញរាពីរាជារតនចេតិយឆ្លងនៃរញ្ញរាមកកាន់អច្ចបាលនិក្រូធដដែលដែលក្លែងធីតាមេចាញ់ព្រះអង្គហ្នឹងមកឆ្លងនៅហ្នឹងនឹងកាលនៅរាជាយតនចេតិយព្រះអង្គទទួលអីសដៅរបស់តបោសៈផលិតៈអីហ្នឹងឯងមកដល់អច្ចបាលនិក្រូធនេះបានព្រះអង្គពិចារណាថាត្រូវសម្ដែងធម៌នេះចំពោះអ្នកណាព្រះអង្គឃើញថាធម៌នេះចំពោះតែបណ្ឌិតទេឃើញទេធម៌ដែលព្រះអង្គទ្រង់សម្ដែងនេះគឺជាធម៌ដែលចំពោះតែបណ្ឌិតទេបណ្ឌិតនៅក្នុងទីនេះមិនមែនបណ្ឌិតយើងហៅរាល់ថ្ងៃនេះទេណាមែនទេណាបានពិចារណាថាអ្នកណាជាបណ្ឌិតខ្លះអូឧតកតបោឧតករាមបុត្រណាអឡារតបោជាបណ្ឌិតប្រហែលមើលទៅឯនោះស្លាប់អស់លីងហើយស្លាប់អស់អញ្ចឹងអ្នកណាជាបណ្ឌិតអូបញ្ញវគិដឹងថាអូបញ្ញវគិនៅអិសិបតិនមគតិយោវ័ននៅក្រុងបរិណសីនោះអញ្ចឹងត្រូវព្រះអង្គចេញពីឧរុវេលាប្រទេសហ្នឹងទៅកាន់ព្រៃអិសិបតិនមគតិយោវ័នដឹងប្រុសបញ្ញវគិបានជាព្រះអង្គទៅប្រុសនោះសម្ដែងនៅធម្មចក្រកបវតនសោតគឺអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងគឺជាធម្មនៃអនុសតិឬក៏អង្គពលបានមិនដែរធម្មនៃអនុសតិខ្ញុំដែរយកអរិយមគ្គអង្គ8ប្រការឬក៏ធម្មានុសតិអត់មែនទេគូចៃបាទធម្មនុសតិនៅរវាងអរិយមគ្គអង្គ8ប្រការនេះមិនដែរធម្មានុសតិវាជាកម្មដ្ឋានណាគូចៃជាកម្មដ្ឋានដែលកាន់យកនៅស្វខាតោភគវតាធម្មោនេះណាកូនចាមកជាបរិកម្មដើម្បីឲ្យបានចិត្តស្ងប់ក្នុងការដឹងនៅគុណរបស់ព្រះធម៌ស្រាប់បានទេកូនចាជាកម្មដ្ឋាននៅក្នុងអនុសតិមិនមែនជារិយមគ្គគាត់អង្គ8ទេតែបុគ្គលនឹងអាចមកចម្រើននៅធម្មានុសតិនឹងជាបាត
អាចសម្រេចបានដល់ឧបចារៈសមាធិបានកូនចាដោយមានអារម្មណ៍ជាបដិភាគនិមិត្តណាកូនចាអារម្មណ៍ជាបដិភាគនិមិត្តតែប៉ុន្តែនៅក្នុងពុទ្ធានុសតិហ្នឹងវាមិនមានរហូតដល់បដិភាគនិមិត្តទេប៉ុន្តែអារម្មណ៍ហ្នឹងអាចធ្វើឲ្យស្ងប់រហូតដល់ឧបចារៈសមាធិបានកូនចាហើយឧបចារៈសមាធិនេះជាឧបចារៈមែនក៏តែមានអង្គធម៌ដោយបឋមឈានអញ្ចឹងគូចាអ្នកដែលចម្រើនគឺត្រូវដឹងថាមានអង្គធម៌អញ្ចឹងតែហ្មង5តែហ្មងវិតកវិចារៈបៃតេសុខៈឯកកតាគូចាគឺអ្នកនឹងបានស្ថិតនៅក្នុងសមាធិនិងនៅក្នុងអារម្មណ៍តែមួយប្រកបទៅដោយអង្គឧបចារៈនឹង5ប្រការនឹងកំណត់យកអង្គ5ប្រការនឹងឲ្យឃើញទៅជារូបធម៌និងនាមធម៌គឺយកមកដាក់នៅក្នុងទ្វេវិធ័យមកវាចេញជារូបធម៌និងនាមធម៌ដោយវិបស្សនាឃើញច្បាស់តែម្ដងណាកូនចាហើយវិបស្សនាហ្នឹងឯងដូចជាតួអរិយមគ្គប្រកបអង្គ8ប្រការកណាគាត់តែយើងវាមិនតាន់បានសម្រេចយើងហៅថាវិបស្សនាអញ្ចឹងតែនោះកូនចាក៏ប៉ុន្តែវិបស្សនានោះគឺជាលោកយៈនៃអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងឯងគាត់ចាមិនផ្សេងគ្នាទេហ្នឹងចឹងបានជាព្រះអង្គប្រមាណមើលទៅបានជាទៅប៉ុស្ប្រុសបញ្ញវគិហ្នឹងហើយតាំងពីនឹងមកបញ្ញវគិបានសម្រេចបញ្ញវគិទី1គឺកោដញ្ញៈសម្រេចនៅបានធម្មចក្ខុនៅថ្ងៃពេញបរមីខែពិសាដល់ថ្ងៃ100ថ្ងៃនេះវបៈមែនទេដល់ថ្ងៃ200ផសជិផតយៈ200ផតយៈដល់300មហានាម400អសជិអញ្ចឹងនៅក្នុង400ហ្នឹងធម្មចក្ខុបានទាំង5ព្រះអង្គហ្នឹងបញ្ញវគិទាំង5ដល់តែ500បានព្រះអង្គទ្រង់សម្ដែងអំពីអតិតៈបរិយាយសោនៅ500នេះ500ហៅមកជុំគ្នាទាំងអស់អត់មានឲ្យអ្នកណាទៅបិណ្ឌបាតអីទេត្រូវមកជុំគ្នាសំដែងសរុបតែម្ដងនៅថ្ងៃ500បន្តនេះចឹងថ្ងៃ15កើតខែពិសាកោដញ្ញៈ100វបៈ200ផតយៈ300មហានាម400អសុជិដល់500ព្រះអង្គហៅមកជុំគ្នាព្រះអង្គសម្ដែងអតិតបរិយាយសោគាត់នៅជាប់វឹបតាំងនៅក្នុងអរហត្តផលតំណងនៅពេលហ្នឹងព្រះរហន្តមាន6ព្រះអង្គដែលព្រះអង្គនៅក្នុងនឹងដែរយល់ទេចឹងអញ្ចឹងបដិបទាដែលព្រះអង្គសម្ដែងអរិយមគ្គប្រកបដោយអង្គ8ប្រការនេះអាចធ្វើឲ្យអ្នកដទៃប្រតិបត្តិបានសម្រេចដែរអត់ឃើញទេកូនចាដែលយើងដល់ថ្ងៃយើងអត់បាច់សង្ស័យទេគេធ្វើសម្រេចបាត់ហើយដែលគេប្រតិបត្តិនោះគេមិនបានត្រាស់ដឹងដូចព្រះអង្គសំបារមីទេក៏ប៉ុន្តែគេបានប្រតិបត្តិតាមគេបានសម្រេចដែរនេះឃើញទេមែនទេអញ្ចឹងយើងប្រតិបត្តិឥឡូវនេះសួរថារឿងអីដែលថាមិនអាចបានសម្រេចឲ្យតែយើងតែប្រតិបត្តិហើយតែយើងវាមិនចង់ក៏ប៉ុន្តែក៏បានជាព្រះអរិយបុគ្គលផុតអបាយភូមិដែរកូនចាស់ហើយជាអរិយបុគ្គលកូនចាស់មិនតិចទេណាគុណធម៌ក្រៃលែងណាកូនចាស់ជើមើលខ្ញុំកណាលើកយកបន្តិចវិចិត្រដល់ម៉ោងក៏តែចង់បញ្ជាក់បាទណែអ្នកដែលប្រតិបត្តិអរិយមគ្គប្រកបដោយអង្គ8ប្រការបានជាអរិយបុគ្គលឥឡូវនេះណាកូនចាស់ឥឡូវនេះណាអ្នកប្រតិបត្តិនឹងព្រះអង្គទ្រង់សម្ដែងថាម៉េចព្រះអង្គសម្ដែងនៅក្នុងសង្យុត្តនិកាយព្រះអង្គសម្ដែងថា
thầm miếng chạ rề thầm miếng chạ rề sao bệ sợ mũi chẹ cắn chạ rề tì riêng chạ bao sàng tịa tịa apakasaman sát tăng sahasene sát tăng sahasene sahasa yeki niang cả lăng pé mi khăn tế tạ tha vị thế sạ tế ព្រះអង្គទូលសម្ដែងមកអ្នកដែលបានជាអរិយបុគ្គលដូចថាបុគ្គលណាប្រព្រឹត្តនៅធម៌ផងប្រព្រឹត្តនៅធម៌នៅក្នុងទីអត្ថកថាវិជាថាកុសលកម្មបទ10កុសលកម្មបទ10នេះគឺកុសលកម្មបទ10អត់ដាច់ទេបងប្អូនចាមិនយើងម្ដងដាច់ម្ដងជាម្ដងខូចម្ដងជាមែនទេមិនទេគឺកុសលកម្មបទហ្នឹងគឺជាកុសលដែលដាច់សមុច្ឆេទណាបងប្អូនចាសមុច្ឆេទនៅអកុសលហ្នឹងដឹងទេនេះអ្នកដែលបានប្រព្រឹត្តនៅធម៌ផងអ្នកដែលបានប្រព្រឹត្តស្អាតក្នុងកិច្ចការងារទាំងពួងផងនេះយោបិសមុច្ជាកੰចរេចិញ្ចឹមភរិយាផងនៅទ្រព្យតិចអាចឲ្យទានផងមានស្ដាប់មើលមិនចាំតអ្នកមានទ្រព្យហូរហៀគឺយើងមើលឃើញគេធ្វើចង្ហមាត់ថាយើងវាមិនបានដូចគេអត់ទេបងសម្ដែងអ្នកក្រសុទ្ធនេះគេថាហ្នឹងអ្នកប្រព្រឹត្តនៅធម៌ផងអ្នកប្រព្រឹត្តស្អាតក្នុងកិច្ចការងារទាំងពួងផងចិញ្ចឹមភរិយាផងទ្រព្យនៅតិចនៅតែឲ្យទានផងពួកជនដែលធ្វើការបូជារាប់ពាន់ចំពោះបុគ្គលរាប់សែននាក់នៅតែមិនដល់មួយចំណិតនៃទានរបស់បុគ្គលយ៉ាងនោះឡើយដែលជាអ្នកប្រព្រឹត្តធម៌ឃើញទេវតានោះសង្ហាចិត្តណាព្រះអធិកថាបញ្ជាក់ថាស្ដាប់ព្រះអង្គទ្រង់សម្ដែងទៅទេវតាថាស្លាប់ហើយឯងដូចយករតនៈមកប្រពន្ធភ្នំយុទ្ធជិះនៅក្នុងនរកអត់បានប្រយោជន៍អីព្រះអង្គសម្ដែងមកគាថានឹងយើងមើលឃើញទេមីយើងអ្នកប្រតិបត្តិណាជាអរិយបុគ្គលរឿងភិក្ខុទោះជាមិនអរិយបុគ្គលអីក៏ដោយភិក្ខុធម្មតាក៏ដោយយើងធ្វើទានណាយើងមើលអ្នកដតីគេបូជាធ្វើទានរាប់ពាន់ចំពោះបុគ្គល1សែនអ្នកមិនស្មើនឹងមួយចំណិតនៃបុគ្គលដែលយើងធ្វើទានក្នុងឋានៈយើងជាអរិយបុគ្គលនេះគាថារបស់ព្រះអង្គស្មែនៅក្នុងសង្យុត្តនិកាយឃើញយីមើលយើងឲ្យតែធ្វើអីបន្តិចខ្ញុំវាក្រធ្វើមិនធ្វើដូចគេណែវាអញ្ចឹងមើលវាបន្តបង្អាប់ខ្លួនឯងអញ្ចឹងផល្លាតែអត់ដឹងតែយើងអ្នកប្រតិបត្តិនៅធម៌យើងធ្វើទានណាខ្លាំងខ្លាណាព្រះអង្គសម្ដែងច្បាស់លាស់ហើយឃើញទេបុគ្គលណាប្រព្រឹត្តធម៌ផងប្រព្រឹត្តស្អាតក្នុងការងារទាំងពួងផងចិញ្ចឹមភរិយាផងទ្រព្យនៅតិចនៅតែឲ្យទានបានពពួកជនទាំងឡាយដែលបានបូជាចំពោះបុគ្គល1000នាក់ដល់បុគ្គល1សែននាក់មិនបានមកចំណិតនៃការឲ្យទានរបស់បុគ្គលយ៉ាងនោះឡើយស្ដាប់តើនេះណែយើងមានគុណធម៌ណាកូនចាស់មិនធម្មតាទេឃើញទោះភិក្ខុធម្មតាក៏ដោយតែទានរបស់យើងខ្លាំងខ្លាពីព្រោះអត់មានសកាយទិដ្ឋិណាអត់មានវិជេកិច្ឆាណាអត់មានសិលពតណា
miền Phật miền com ra miền Phật thọ miền com ra miền Phật song miền com ra pro tế bắt nơi thọ rồi bỏ ông small đòi mình trong ban là vây nơi nóng lột đi là cứ miền để cái đây prata đâm bay ở núi Phật trả tổ thế nhỉ côn nó thọ nó cho cuộc luôn vậy vô bàn đấy chứ là bàn đấy con vậyเป็นโทษนะทางคือกุศลกรรมบดดอกเนี่ยเด็ดเป็นกุศลกรรมบดดอกยังคิดเมื่อโดยอภิเชียคิดจังบางระบอกเกคืออย่างอันนั้นแต่สกัดวิมินแต่ปีเดสกัดบดนั้นนะมีองแต่ปีเดเพลดัดบุบตำเราเชียปาเตะให้นึงไม่ชาแต่แท้โอ้ลืนนะมีแต่องปีแต่ปรึบดัดอะไรมาโนกรรมนึงอ่ะก็สอนกรรมบัดเดิมกายกรรมใบวิจัยกรรมบุญนึงมโนกรรมใบมโนกรรมใบดังนั้นเราวิ่งพอเก่งเนี้ยวิจองบานแต่บอกเกนั่นนะวิมีแต่บานเอ๊ะตอนบานท้องไอ้นู้ตื่นรัวบานอะไรไอ้การบอกบอดเด่นเนี่ยเด็กเกบอกcáiบริสุทธิ์นั่นคือviệcดัดนะviệcดัดอดเมียนlàแค่ได้việcสะอาดมองบริสุทธิ์ธรรมดาจังบานอะไรจะบุคคลโลเมียนกุศลนั้นบุบริสุทธิ์จังนะviệcอดเมียนโดยยืนเด็กแต่เอ๊ะได้ใช้กำลังในโลกกตระเมียนั่นไอ้สมุทเฉดสบายนี่คุณจ๊ะจังยืนถือเตียนนะตัวยืนถือจุมวยในนาก็ได้เปรียบทางคาถาโลกสวาโลกพิเชษท่านพระองค์ทรงสำแดงจึงพวกเนี่ยตีตอลกรอนะตีตอลกรอแต่จีเปรียอะไรเยอะบกกวลคือเนี่ยมีนทรัพย์สมบัติแบบปันนาก็ได้เอาจีนพระเป็นสมัยหนึ่งจีนแบบวันเนี่ยกรอได้เชียอะไรเยอะบกกวลเอาหนึ่งเดียวประมาณไซน์ประมาณปอนประมาณเรียนหนึ่งอะไรต่อนะโยนเล่นจ้ะนี่ไอ้ได้บอกต่อสาวองค์วิกุลท้อในการปลอเตบ้านหนึ่งกุลท้อในการปลอเตบ้านครั้งนั้นคุณจะแต่ยังรูวอลยังอดดังรูวอลแต่มาจุบนูพุทธศาสนาก็รูวอลเจ๊จอกอดก็เรื่องปลอเตบ้านอดทั้งวันปลอเตบ้านหนึ่งในเยี่ยมพิการปลอเตบ้านอดโจลธรรมดาวิอดดูดวิอดดูดแต่เปอร์เซ็นต์ที่ยังสนับโยลยังปลอติบัติโอ้ไกลเลยนะเนี่ยสนับมานี้ก็ยังนั่นให้นึกพระองค์ตรงสมัยหมดทีละเยอะเวโจจัดเอาเตียนแต่พระองค์ตรงสมัยเนี่ยในจุดพวกอะไรอยู่บุคคลละเป็นยังสเทเหเตียนเนี่ยปหุเทียปสันธาเตียนเนี่ยจะเข้าธรรมปเตียงเวะไซยาวปกเปเวะเฮปกเปตะเรเวะสันเตานิปีนะเมเวเชเกะมุงสัปัญญาเตปองตรงสำแดงท่าบุคคลได้เอาเตียนเนี่ยเตียนได้บุคคลเอาดาวสัตเทียอย่างเอาสัตเทียนะเอาเตียนดาวสัตเทียนะพอละเป็นเอาได้ซาจีบติมไอนาไวตุบไอนาไอเตอเตดาวสัตเทียเจตลาเนี่ยปลายต่างหลายแต่งสดสาในจมในเตียนนั่งอย่างเจริญปรากาเนี่ยปลายจะสาวเมนั่นนะพอละเจริญปรากานะเมนเนี่ยปลายเมนสาวเตปองสายปนใต้ปองสำเนาท่าแต่ท่อได้เชี่ยวใบดังใบเปลี่ยนเปลี่ยนส้มใบแต่มุ้ยบอดเคยยังปองสำเนาใส่ไก่นั่นอ่ะสำเนาท่าท่อได้เชี่ยวใบดังใบเปลี่ยนเปลี่ยนคือไอ้อุใบดังใบแต่เปลี่ยนคือไอ้อะไรอยู่เมียนึงคุณจ๋า
ở đây dương biết có được ông bà bay bạc cả nữa tại mọi bọt đấy nè và sao chiên tiên cày lên nút tiệt ai dương mơ có ông trung sầm này ở dương trước bác lo hàng chân và đi cua dương đằng à dương tiên niệm prai là sao ấy có vấn tay thò tại mọi bọt đấy để chịu bài đầm bay tiền ông sầm này là so sa cày lên chiên tiền nút tiệt rồi nhé thầm mà bật tiền vẹn say giàu rồi nhé cứ ta có sơ chuyện cày lên chuyện tiền là tiềnเพราะ thà nè pra chọn đào rồi có chọn đào tới tiền để chỉ nè ประกอบដោយបញ្ញារមែងបាននៅព្រះនិព្វានដោយពិតប្រាកដឃើញអ្នកមានបញ្ញាគេបាននៅព្រះនិព្វានយើងបានធ្វើត្រឹមតែទានទៅប៉ុន្តែអ្នកមានបញ្ញាគេបាននៅព្រះនិព្វានឃើញទេព្រះអង្គសំដែងច្បាស់លាស់ចឹងពពេវៈហេពពេតរេវៈសន្តោនិព្វានអ្នកមេវិជ្ជកិមុងសបញ្ញាទេប៉ុន្តែព្រោះថាអ្នកប្រាជ្ញទាំងឡាយជន់ដើមក្តីជន់ដើមទៅទៀតក្តីដែលជាអ្នកបាននៅបញ្ញារមែងបាននៅព្រះនិព្វានដោយពិតតែបានដល់ព្រះនិព្វានវាត្រូវបានមគ្គបើបានផលមែនទេហើយបានមគ្គបានផលទៅចម្រើនវិបស្សនាមែនអញ្ចឹងឃើញទេព្រះអង្គទៅសើពីរឿងការប្រតិបត្តិនេះដែរនៅកូនចាស់សូម្បីតែមិនបានព្រះរហន្តមែនក៏ឲ្យបានព្រះអរិយបុគ្គលកូនចាស់តែបានភាពជាព្រះអរិយបុគ្គលព្រះអង្គទ្រង់សរសើរដល់យ៉ាងក្រៃលែងចឹងប៉ុណ្ណឹងណាទេណានឹងឲ្យស្អែកយើងចូលម៉ោង2កន្លះហើយយើងចេញម៉ោង4យើងទៅតែចឹងទៅណា2កន្លះចេញម៉ោង4ហើយក៏មួយរយៈដែលមិនបានមកសិក្សារៀនសូត្រនឹងក៏បុណ្យកុសលឯណាដែលខ្ញុំកណាបានសន្សំបានធ្វើជាមិស្សទានធម្មទានដោយប្រការណាក្តីនោះក៏សូមលើកប្រគេននៅបុណ្យកុសលដល់លោកម្ចាស់គ្រប់ព្រះអង្គអនុមោទនាហើយនឹងជូនដល់លោកគ្រូអ្នកគ្រូលោកតាលោកយាយលោកមីអ្នកមីងបងប្អូនប្រុសស្រីទាំងអស់អនុមោទនានៅបុណ្យកុសលឲ្យបានចំណែកនៃបុណ្យនៅបានដូចគ្នាដើម្បីជាផ្លូវរបស់ព្រះអង្គដើម្បីទៅកាន់ព្រះនិព្វានឲ្យបានរួចផុតចាកទុក្ខឲ្យបានគ្រប់ព្រះអង្គនិងគ្រប់គ្នាសូមអនុមោទនាសាធុទូឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះសង្ឃជាម្ចាស់អត់នៅតនោះឥទាំងមេញាតៃណាហតសុគតាហតញាតយោតង្ខាបាតាចនេតខាបយាបាតាកាបាតាចនេសោកាហតសាពេយ៉ាងកេញជាកុសលកម្មកាតាពាំងកិរិយ៉ាងមេកាយេនវិចាមេនសាតិកសេសុកតាំងតាអសញ្ញិណោកតាំងបញ្ញផលាំងមៃហិង្សាពេភាគីភវ័នគន្ធ្វានវេទយងសាពេលោកម្មហេយេសាតាជីវ័នតាហារហេតុកាមនុញ្ញੰនិព្វានសេវៈមេអ៊ិទាំងបាជយោហតសូមអនុមោទនាចឹងញាតិញោមប្រសេជួបគ្នាថ្ងៃស្អែកបន្តទៀត